Siêu Chinh Diên, anh kết thả anh Chinh hai mền tế, Chmu Petរបស់គាត់គឺ Siêu Chinh Diên តើ anh kết thảយើង នៅថ្ងៃនេះ រៀបចំពិធីបូជានេះឡើងគឺដើម្បីរងចាំពួកកាកសំណល់ទាំងនោះលុតជង្គង់ថ្វាយបង្គំមែនទេ មនុស្សដែលយើងរងចាំពិតប្រាកដ គឺឯងនឹងហើយ ទាហាននៃដំណាក់ជើងវាងទាំងអស់ ស្ដាប់បញ្ជារបស់យើង សម្រាប់ពួកវាឲ្យអស់ទៅ អ្នកណាដែលកាត់ក្បាលរបស់ Siêu Chinh Diên បានមុនគេ យើងនឹងផ្ដល់រង្វាន់យ៉ាងក្រាស់ក្រែលហ្មង លោកម្ចាស់ សញ្ញាព្រួញបាញ់ចេញទៅហើយណា ចុះហេតុអីបានជាមិនឃើញមនុស្សរបស់យើងអញ្ចឹង ឈប់ស្រែកទៅ ពួកកងទ័ពសម្ងាត់ដែលឯងលាក់ទុកនៅក្រៅក្រុងនោះ ត្រូវបានមនុស្សរបស់យើងកំចាត់ចោលតាំងពីយប់មិញបាត់ទៅហើយ មិនអាចទៅរួចទេ ទាំងជំរកស្រូវនៅស៊ីសាន ទាំងទូកសម្ងាត់នៅកំពង់ចម្លងខាងត្បូង សូម្បីតែបញ្ជីស្បៀងដែលហាងត្រកូសិនបានស៊ើបដឹងរឿងទាំងអស់នឹងច្បាស់អស់ហើយ បញ្ជីកណេរបស់ហាងត្រកូសិនហាពួកឯងយកស្បៀងសង្គ្រោះជនរងគ្រោះទៅចិញ្ចឹមកងទ័ពតខ្លួន ឆ្លៀតឱកាសទិញអីវ៉ាន់ចូលវាំងដើម្បីលួចដឹកជញ្ជូនអាវុធ ថែមទាំងឲ្យស្ដេចបណ្ឌិតថ្មីថ្មោងមកនិយាយការពីពួកឯងនៅទីនេះទៀត ល្អណាស់ ពិតជាពូកែណាស់ Siêu Chinh Diên លោកគ្រូ ខាត់គេឲ្យជាប់ បាទរំលងមនុស្សរបស់យើងមកមិនទាន់ ចុះនាងម្នាក់នេះវិញ Siêu Chinh Diên ដកតបថយភ្លាមទៅ សិនឈីងហឺ នាងសាក់ទីមើលថាគេដាច់ចិត្តឲ្យនាងស្លាប់ដែរទេ ប៉ុន្តែយើងទីថា គេច្បាស់ជាមិនដាច់ចិត្តឡើយណា ឯងទីខុសហើយ ខ្ញុំមិនមែនជាចំណុចខ្សោយដែលគេត្រូវបង្ខំចិត្តដកតបព្រោះតែខ្ញុំនិយាយថាអីហាការដែលខ្ញុំរៀបការជាមួយគេមានប្រាក់ជាប់ខ្លួនតែ37កាក់ប៉ុណ្ណោះខ្ញុំធ្លាប់រួមសុខរួមទុក្ខរំងាស់បបរលក់ដូរតាមចិញ្ចើមថ្នល់ជាមួយគេធ្លាប់រងការជេរប្រមាថហើយក៏ធ្លាប់ត្រូវគេវាយកំទេចឆ្នាំងបាយដែរខ្ញុំមិនមែនជាស្រីទុនជ្រីដែលចេះតែពួនពីក្រោយក្នុងប្តីរងចាំឲ្យគេមកជួយនោះឡើយឈីងហឺអាថោកទៀបឈីងហឺអងក្បាលចុះអូនរបួសហើយតើឲ្យបងមើលបន្តិចមើលព្រះអង្គខ្ញុំមិនអីទេចាគ្រាន់តែមុតបន្តិចបន្តួចប៉ុណ្ណោះរឿងសំខាន់គឺត្រូវចាត់ការអាមេក្បត់នេះសិនលេងយើងភ្លាមយើងជាជើងវាងដែលព្រះរាជាមុនតែងតាំងតដៃណាពួកឯងណាហ៊ានប៉ះពាល់ព្រះអង្គមុនតែងតាំងឯងជាស្ដេចត្រាញ់មិនមែនឲ្យឯងមកដណ្ដើមរាជបល្ល័ង្ករបស់យើងនោះទេជើងវាងស៊ីវជើងហឹងបង្កចលាចរពងដណ្ដើមរាជចាប់ចម្រិតព្រះមាតានិងលួចចិញ្ចឹមកងទ័ពសម្ងាត់ភុស្តាងមានពេញដៃអស់ហើយនាំខ្លួនវាទៅឃុំក្នុងគុកកងឹតហើយកាត់ទោសប្រហារជីវិតដោយវះសាច់ជាកូនឯងកុំអាល់ឲ្យសោះទោះបីយើងស្លាប់ទៅជាខ្មោចក៏មិនលើកលែងឲ្យពួកឯងដែរចប់ហើយលោកម្ចាស់វាងដួលរំហើយប្រញាប់រត់ឲ្យលឿនឡើងទៅណាទៀតហាអាមៀតឲ្យក្បត់ជាតិព្រះអង្គសង្គ្រោះជីវិតផងទូបង្គំធ្វើតាមបញ្ជារបស់ជើងវាងទាំងអស់តើព្រះអង្គធ្វើតាមបញ្ជាជើងវាងអញ្ចឹងហាចុះរឿងជួញដូរស្រីក្រមុំនៅផ្ទះផ្កាឈុនហ្វុងនោះប្រកាសជាមានឯងនៅពីក្រោយក្នុងបង្អែកហើយមែនទេទូបង្គំពិតជាមិនដឹងរឿងនេះមែនណាព្រះអង្គហើយលុយកាក់របស់ប្រជារាស្ត្រក៏ឯងកេងប្រវ័ញ្ចយកម្នាក់ឯងដែរមែនទេរាល់រឿងរ៉ាវក្បត់ជាតិរបស់ជើងវាងគ្រប់ចម្ពោះតើមានរឿងណាខ្លះដែលមិនមែនជាគំនិតអាក្រក់របស់ឯងនៅពីក្រោយអង្គហើយមកពីទូបង្គំភ័ន្តច្រឡំមួយពេលទូបង្គំគ្រាន់តែលោកភ្លួយបន្តិចបន្តួចប៉ុណ្ណោះមិនបានគិតក្បត់ជាតិឡើយណាព្រះអង្គសូម្បីតែបបតែកន្លះចានសម្រាប់សង្គ្រោះរាស្ត្រក៏ឯងដាច់ចិត្តបំផ្លាញចោលដែរមានឲ្យឈានឯងមិនមែនវង្វេងវង្វាន់ទេគឺឯងអាំងក្នុងក្រាស់គិតថាគ្មានអ្នកណាហ៊ានធ្វើអីឯងមែនទេព្រះអង្គលើកលែងទោសផងទូបង្គំសុខចិត្តប្រគល់បញ្ជីកណេឲ្យទាំងអស់ជូនព្រះអង្គវិញចាស់ទាំងបញ្ជីសម្ងាត់របស់ដំណាក់ជើងវាងនិងបញ្ជីទិញដូររបស់ហាងត្រកូសិនទូបង្គំដឹងទាំងអស់សូមព្រះអង្គមេត្តាទុកជីវិតឆ្កែមួយនេះផងចុះព្រះអង្គទូបង្គំនៅមានប្រយោជន៍តើនៅមានប្រយោជន៍ណាស់ក្នុងគុកកងឹតភ្លាមឲ្យតុលាការកំពូលរួមស៊ើបសួររាល់បញ្ជីលុយកាក់ទាំងប៉ុន្មានត្រូវបង្ខំឲ្យវាខ្ជាក់ចេញមកឲ្យអស់កុំឲ្យសល់មួយព្រះអង្គមេត្តាផងលោកម្ចាស់សិនលោកម្ចាស់គូជួយខ្ញុំផងមើលព្រះអង្គឲ្យទូព្រះបង្គំរងការឈឺចាប់ខ្លាំងណាស់ពួកយើងគ្រាន់តែជាអ្នករកស៊ីធម្មតាតើរឿងចឹងបានក្បត់ជាតិទូព្រះបង្គំពិតជាមិនដឹងរឿងអីបន្តិចសោះឡើយព្រះអូនស្រីឈីងហឺជួយនិយាយការពីពួកយើងមួយម៉ាត់ពីរម៉ាត់ផងមើលពួកយើងជាគ្រួសារតែមួយតើគ្រួសារតែមួយអញ្ចឹងហាមែនហើយបងជាបងស្រីបង្កើតរបស់ឯងណាកាលពីមុនមកពីបងលួចដណ្ដើមសម្បត្តិអាពីពីពីនិងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ឯងឡើយបងដឹងខុសហើយបងពិតជាដឹងខុសមែនទែនហើយណាមិនមែនមកពីឯងដឹងខុសទេគឺមកពីពេលនេះមានមុខដើមមកជុំមកទើបឯងនឹកឃើញថាខ្ញុំជាប្អូនស្រីបង្កើតរបស់ឯងមែនទេឈីងហឺបងសំភារអង្គរែងហើយបងមិនចង់ចុកគុកទេបងមិនចង់ស្លាប់ទេលើកលែងឲ្យបងតែម្ដងនេះទៅណាមែនហើយឈីងហឺពុកដឹងខុសហើយការនោះពុកមិនគួរលំអៀងហើយក៏មិនគួរលបួងឲ្យកូនរៀបការជំនួសបងស្រីដែរពេលនេះពុកលុតជង្គង់សំភារសុំទោសកូនហើយតែប៉ុណ្ណឹងនៅមិនទាន់គ្រាន់គ្រាន់អ្វីដែលលោកធ្វើខុសមិនមែនត្រឹមតែរឿងលំអៀងនោះទេគឺរឿងរួមគំនិតក្បត់ជាតិនេះជាទោសប្រហារជីវិតណាខ្ញុំជួយលោកមិនបានឡើយសិនជឹងសុងត្រូវរឹបអូសទ្រព្យសម្បត្តិទាំងអស់ហើយនិរទេសខ្លួនទៅឆ្ងាយ3000លីហាមត្រឡប់មកទីក្រុងលងអស់មួយជីវិតទេកុំធ្វើបែបនេះអីព្រះអង្គសិនមីងជូត្រូវនាំខ្លួនទៅឃុំក្នុងគុកស្រីរងចាំការកាត់ទោសជាក្រោយជីងហឺឲ្យបងស្រីជួយបងផងបងពិតជាដឹងខុសមែនទែនហើយណាពួកឯងគួរតែអរព្រះគុណដែលព្រះអង្គមិនសម្លាប់ចោលទៅតតែពេលនេះទៅហើយនៅតែមិនដឹងខ្លួនខុសទៀតឈីងហឺព្រះអង្គកាន់នេះគំនុំរបស់ត្រកូសិនពេលនេះទូទាត់ចប់សពគ្រប់អស់ហើយចុះចំណែករឿងរ៉ាវរវាងពួកយើងទាំងពីរនាក់វិញតើគូដល់ពេលទូទាត់ដែរឬនៅឈីងហឺខ្ញុំម្ចាស់សូមថ្វាយបង្គំព្រះអង្គឈីងហឺអូនកុំធ្វើបែបនេះដាក់បងអីណាពេលនេះខ្ញុំលែងដឹងច្បាស់ហើយថាព្រះអង្គជាស៊ីវឈឹងយានជាស៊ីវឈីងយានឬក៏ជាបរិសអ្នកនេសាទដែលធ្លាប់ជួយធ្វើការនៅផ្ទះបាយវាំងពេលនេះមិនមែនជាព្រះរាជាទេពេលនេះគឺជាស៊ីវឈឹងយានដែលកុហកប្រពន្ធហើយកំពុងសារភាពកំហុស
សារភាពកំហុសលឿនគ្រាន់បើណោះបងខ្លាចអូនខឹងខ្លាំងពេករួចក៏បោះបង់បងចោលនឹងណាជីងវាងក្បត់ជាតិបងមិនខ្លាចផងនៅខ្លាចអូនទៀតខ្លាចតើថ្ងៃនេះបងពិតជាខ្លាចអូនមានគ្រោះថ្នាក់ខ្លាំងណាស់សំណាងហើយដែលអូនមិនអីបងកំពុងធ្វើអីហ្នឹងទ្រព្យសម្បត្តិទាំងអស់របស់ត្រកូលសៀវប្រគល់ឲ្យអូនរក្សាទុកហើយចុះបងវិញបងក៏ប្រគល់ឲ្យអូនមើលខុសត្រូវដែរអ្នកណាគេចង់ត្រួតត្រាព្រះរាជាទៅចឹងត្រួតត្រាប្តីមួយនេះទៅថ្ងៃក្រោយបងនឹងការពារអូននិងកូនយើងនិយាយឲ្យហើយណាអូននៅមិនទាន់លើកលែងទោសឲ្យបងទេចុះធ្វើម៉េចទើបប្រពន្ធសម្លាញ់បាត់ខឹងទៅពីនៃបងយប់នេះមិនឲ្យឡើងក្រែដេកទេមិនបានទេអត់ការ៉ូមិនចង់ឲ្យបងដេកលើវាទេសៀវឆឹងយៀនថៅកែស្រីកុំបោះបង់បងអីណាចាំមើលការខិតខំរបស់បងសិនទៅព្រះនាងចិត្តដល់ម៉ោងល្អហើយចាគ្រូទីធ្លាប់ទីថាកូនស្រីទាំងពីរនៃត្រកូលសិនកូនស្រីទីពីរនឹងបានចូលមាត់ទ្វារវាំងពេលនេះខ្ញុំក៏ចាត់ទុកថាបានចូលរាជវាំងមែនហើយព្រះនាងអាវផាយនេះធ្ងន់ណាស់សូមទ្រង់យាងយឺតចាថ្វាយបង្គំព្រះមាតាឯងពិតជាស័ក្តិសមនឹងទទួលបានវាហើយអោព្រះគុណព្រះមាតាចាប់ពីថ្ងៃនេះទៅឯងលែងជាកូនស្រីដែលត្រកូលសិនបោះបង់ចោលហើយក៏មិនមែនជាស្រីលក់បរដែលគេធ្លាប់ហៅទៀតដែរឯងគឺជាអាគមហេសីដែលនៅក្រោមមនុស្សម្នាក់តែនៅលើមនុស្សរាប់ម៉ឺននាក់អាគមហេសីយាងចូលក្រឡាព្រះគំនរសូមក្រាបថ្វាយបង្គំអាគមហេសីមហេសីបងផ្លូវនេះឆ្ងាយដែរទេឆ្ងាយជាងផ្លូវទៅហាងស្រាបន្តិចដែរថ្ងៃក្រោយបងនឹងកំដរអូនដាសិនឈីងហ៊ឺជាមនុស្សឆ្លាតវៃមានគុណសម្បត្តិជួយរាជបង្ក្រាបក្បត់ដោយយុត្តិធម៌តែងតាំងជាអាគមហេសីគ្រងតំណែងជាម្ចាស់វាំងកណ្ដាលបញ្ចប់ពិធីអាគមហេសីសូមមានព្រះជន្មាយុយឺនយូររាប់ពាន់ម៉ឺនឆ្នាំថៅកែស្រីថ្ងៃនេះអូនស្អាតណាស់ម៉ែតាបងឈីងហ៊ឺពេលណាត្រឡប់មកវិញទៅកូនតាវគុំយំអីណាបងឈីងហ៊ឺមិននៅទេយើងត្រូវជួយមើលការខុសត្រូវហាងស្រាជំនួសគាត់ក្រាបថ្វាយបង្គំអាគមហេសីក្រាបថ្វាយបង្គំព្រះមហេសីព្រះមហេសីទតទានព្រះជន្មាយុយឺនយូរសុនអញសំបីតែពាក្យថាគ្រូក៏លែងចេះហៅដែរមែនទេលោកគ្រូអត់ទេព្រះមហេសីបើឯងនៅតែហៅបែបនឹងទៀតថ្ងៃនេះឯងអ្នកលៀងឆ្នាំងបបរម្នាក់ឯងចុះទូលបង្គំសុងហួយអានក្រាបថ្វាយបង្គំព្រះមហេសីលោកម្ចាស់សុងក៏មកចំអោយខ្ញុំដែរហ៎ឆាប់ងើបឡើងអ្នកទាំងអស់គ្នាកំពុងធ្វើអីហ្នឹងឆាប់ក្រោកឡើងមកទូលបង្គំមិនហ៊ានទេគ្រាន់តែនឹកស្មានមិនដល់ថាបបរត្រីមួយចានកាលពីមុនជាបរដែលទូលបង្គំមានសំណាងបំផុតបានហូបក្នុងជីវិតក្រាបថ្វាយបង្គំព្រះករុណាថ្ងៃនេះយើងស្លៀកពាក់ធម្មតាមានត្រឹមបងបីសៀវគ្មានព្រះចៅអធិរាជអីទេក្រោកឡើងទាំងអស់គ្នាទៅសុនទឹកពុះឬនៅហាថាម៉េចអង្គត្រាំហើយឬនៅទឹកស៊ុបឆ្អឹងត្រីរងាហើយឬនៅថ្ងៃនេះមនុស្សពេញផ្លូវបើមិនឆាប់ធ្វើការចាំឲ្យគេដាច់ពុះឬយ៉ាងម៉េចឈុតនេះធ្ងន់ពេកពិបាកដួសបបរណាស់សុនសាច់ត្រីនៅឈោភ្លឹកធ្វើអីទៀតបាទគ្រូមកឥឡូវហើយ
បងស្រីឈីងហ៊ឺខ្ញុំជួយដាក់អស់ខ្ញុំហន់ស្លឹកខ្ទឹមអញ្ចឹងថ្ងៃនេះទូបង្គំនឹងជួយស្រែកហៅមួយឲ្យព្រះមហេសីបើហៅមួយមិនបានល្អទេខ្ញុំកាត់លុយថ្លៃបបរលោកហើយបបរត្រីត្រកូលសៀវអើយថ្ងៃនេះព្រះមហេសីចុះផ្ទះបាយធ្វើដោយផ្ទាល់ដៃតែម្ដងបងប្អូនព្រះមហេសីនៅតែរងាស់បបរឲ្យពួកយើងហូបទៀតតើខ្ញុំធ្លាប់ប្រាប់ហើយថាទោះអ្នកនាងសេនខ្លាយជាមហេសីក៏នាងមិនបោះបង់ពួកយើងចោលដែរសុំមួយចានមកខ្ញុំធ្លាប់ហូបតាំងពីបបរឆ្នាំងដំបូងរបស់គាត់ម្លេះព្រះអង្គចេះតែឈោមមើលអញ្ចឹងហ៎គិតលុយខ្ញុំអ្នកចាំយកលុយពួកយើងគឺនៅតែដូចកាលពីមុនអញ្ចឹងពីលុយ37កាក់រហូតដល់បបរមួយឆ្នាំងនេះឆ្នាំងបាយនៅរាជធានីមួយនេះខ្ញុំសេនឈីងហ៊ឺចាប់បានយ៉ាងជាប់នៅក្នុងដៃហើយ